សួស្តីបងប្អូនប្រិយមិត្តថ្ងៃនេះគឺជាថ្ងៃទី1ខែមេសាឆ្នាំ2025ដូច្នេះយើងនៅសល់ពេលតែ6ថ្ងៃទៀតគឺចូលដល់គម្រប់3ខែនៃការបាញ់សម្លាប់អាដាមលឹមកំយ៉ាតំណាងរាស្ត្រគណៈបកសង្គ្រោះជាតិ3ខែហើយបងប្អូនដែលក្រុមគ្រួសារគាត់ទទួលរងនៅអំពើអយុត្តិធម៌ដ៏សាហាវព្រៃផ្សៃបំផុតខ្ញុំសួរទៅកាន់រដ្ឋបាលក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធខ្មែរថាតើពេលណាទើបអស់លោកបង្ហាញបុគ្គលពីររូបមានពេជ្រគឹមស្រិនប្អូនបង្កើតប៉ុស្តិ៍ពេជ្រស្រស់និងលីរតនស្មីឲ្យចូលខ្លួនមុខបំភ្លឺពាក់ព័ន្ធជាមួយនឹងករណីឃាតកម្មដ៏សាហាវមួយនេះអស់លោកកុំគិតថាខ្មែរភ្លេចអីសោះអត់ភ្លេចទេហើយខ្ញុំជឿថាមួយរយៈកាលប្រហែលថ្ងៃមុននេះថាដឹកនាំជាន់ខ្ពស់ពិតជាយល់អារម្មណ៍ហើយថាអារម្មណ៍នៃការបែកបាក់ប្រត់ប្រាស់ក្រុមគ្រួសារជាទីស្រឡាញ់ដែលបានទទួលមរណកាលទៅតើមានអារម្មណ៍ឈឺចាប់និងសោកស្ដាយប៉ុណ្ណាបើត្រឹមតែករណីធ្វើមរណកាលទៅដោយជំងឺដោយរោគគាព្យាធិនោះអារម្មណ៍នៃការសោកស្ដាយវាមានទំហំខុសគ្នារវាងការប្រត់ប្រាស់ទៅដោយការធ្វើឃាតឲ្យបុគ្គលមួយប្រត់ប្រាស់អំពីគ្រួសារដែលតែងតែរួមរស់នៅជាមួយគ្នាយ៉ាងមានសេចក្តីសុខខ្ញុំនៅតែទទូចទៀតថាតើពេលណាទើបអស់លោកស្រាយបំភ្លឺរឿងនេះឲ្យមានពន្លឺយុត្តិធម៌សម្រាប់គ្រួសារជនរងគ្រោះខ្ញុំនៅតែតាមដានករណីនេះជានិច្ចករណីអត្តភាពទី1បំផុតបងប្អូនត្រូវតែតាមដាននឹងកុំបំភ្លេចចោលឲ្យសោះនោះគឺករណីកោះគុតទី2គឺករណីឃាតកម្មបាញ់សម្លាប់លោកលឹមទុនយ៉ានេះឯងសូមបងប្អូនខ្មែរទាំងអស់រួមគ្នាធ្វើឲ្យរឿងពីរនេះចេញជាពន្លឺយុត្តិធម៌ជាដាច់ខាតមិនត្រូវឲ្យបុគ្គលណាមួយយកឃើញកាទៀលធំប្រឡំដេកកុំឲ្យបុគ្គលណាមួយតម្រេញងប់យកចឯបាំងអត់បានជាដាច់ខាត2025ហើយពលរដ្ឋអត់រស់នៅក្នុងក្អមនោះទេកុំច្រឡំឲ្យសោះបាទចឹងខ្ញុំសង្ឃឹមថាពន្លឺយុត្តិធម៌ការស្រាយបំភ្លឺរបស់ស្ថាប័នពាក់ព័ន្ធនឹងបកស្រាយថាតើរឿងនេះវិវត្តទៅដល់ណាហើយទី1ករណីឃាតកម្មនៅតែនិយាយដដែលទី2កោះគុតតើពីករណីនេះចរចានឹងវិវត្តដោះស្រាយដល់ណាខ្លះសូមធ្វើបច្ចុប្បន្នភាពឲ្យប្រជាជនបានដឹងច្បាស់លម្អិតពីរឿងនេះផងសូមអរគុណ